ថៃថាមានសិលឹកបៀចុងក្រោយដើម្បីយកឈ្នះកម្ពុជានៅតុលាការអន្តរជាតិតាក់ទិននឹងករណីសម្ដេចតេជោធ្វើឲ្យធ្លាសារសម្លេងលោកស្រីផែថងថានដឹងហើយឮហើយពិតជាគួរឲ្យអស់សំណោចទាំងដែលប្រទេសថៃសោះដែលជាអ្នកឈ្លានពានទឹកដីកម្ពុជាប៉ុន្តែកាលពីពេលថ្មីនេះអ្នកកាសែតថៃម្នាក់បានចេញមកព្រមានកម្ពុជាថាថៃនឹងរកក្រុមប្រឹក្សាផ្លូវច្បាប់ដ៏ជំនាញដើម្បីប្តឹងកម្ពុជាទៅកាន់តុលាការអន្តរជាតិទាំងទោសរដ្ឋប្រវេណីនិងព្រហ្មទណ្ឌពីបទដែលថៃបានប្រឌិតរឿងហើយចោទដាក់កម្ពុជាថាកម្ពុជាបានបាញ់គ្រាប់រ៉ុកែត BM-21 ចូលទៅក្នុងទឹកដីថៃដែលបណ្ដាលឲ្យមានអ្នកស្លាប់ជាជនស៊ីវិលនិងករណីដែលសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជាធ្វើឲ្យបែកធ្លាយសារសម្លេងអតីតនាយករដ្ឋមន្ត្រីថៃលោកស្រីផែថងថានស៊ីណាវ៉ាត្រាកាលពីពេលកន្លងទៅអ្នកសារព័ត៌មានថៃរុកនោះបានបន្តថាយើងដឹងថាកម្ពុជានឹងប្តឹងថៃគ្រប់រឿងដូច្នេះយើងនឹងយករឿងនេះជាសញ្ញបៀចុងក្រោយក្នុងការតតាំងជាមួយកម្ពុជានិយាយផ្ដាល់បទសម្ភាសន៍នៅក្នុងកម្មវិធី Big Story Live Show របស់ទូរទស្សន៍ PPTV HD ប៉ុលេខ36របស់ថៃអ្នកឆ្លើយឆ្លងព័ត៌មានយោធាជាន់ខ្ពស់ថៃលោកស្រីវ៉ាសនាណែមនួមបានរៀបរាប់ថាមន្ត្រីសន្តិសុខកំពុងរៀបចំស្នើទៅលោកនាយករដ្ឋមន្ត្រីអនុทิនច័ន្ទវីរៈគុលឲ្យលោកដាក់ពាក្យបណ្ដឹងទាំងព្រហ្មទណ្ឌនិងរដ្ឋប្រវេណីប្រឆាំងនឹងសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជានិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជុំវិញការប្រើគ្រាប់រ៉ុកែត BM-21 វាយប្រហារទៅលើស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងដែលបណ្ដាលឲ្យមានអ្នកស្លាប់ដែលជាជនស៊ីវិលថៃជាមួយគ្នានេះអ្នកឆ្លើយឆ្លងព័ត៌មានយោធាជាន់ខ្ពស់ថៃរុកនេះក៏បានបន្តទៀតថាលោកស្រីនឹងស្វែងរកក្រុមអ្នកប្រឹក្សាផ្លូវច្បាប់និងច្រកផ្លូវច្បាប់អន្តរជាតិដើម្បីប្តឹងកម្ពុជាទៅកាន់តុលាការអន្តរជាតិទាំងរឿងក្តីរដ្ឋប្រវេណីនិងរឿងក្តីព្រហ្មទណ្ឌចំពោះករណីដែលសម្ដេចតេជោធ្វើឲ្យបែកធ្លាយคลิปសារសម្លេងរបស់អតីតនាយករដ្ឋមន្ត្រីថៃពលគឺលោកស្រីផែថងថានស៊ីណាវ៉ាត្រាអ្នកឆ្លើយឆ្លងព័ត៌មានរូបនេះក៏បានសង្កត់ធ្ងន់ទៀតថាយើងដឹងថាប្រសិនបើថៃប្តឹងកម្ពុជាទៅតុលាការអន្តរជាតិនោះកម្ពុជាក៏នឹងប្តឹងបកថៃវិញជាក់ជាមិនខានដូច្នេះថៃទុករឿងនេះគឺជាសញ្ញបៀចុងក្រោយសម្រាប់ការតតាំងជាមួយកម្ពុជាគួររំលឹកថាកាលពីថ្ងៃទី29ខែសីហាឆ្នាំ2025តុលាការធម្មនុញ្ញថៃបានចេញសេចក្តីអនុម័តមួយដោយសម្រេចដកលោកស្រីផែថងថានស៊ីណាវ៉ាត្រាចេញពីតំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសថៃក្រោយលោកស្រីបានប្រព្រឹត្តកំហុសពាក់ព័ន្ធនឹងការបែកធ្លាយសារសម្លេងសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោហ៊ុនសែនដោយតុលាការធម្មនុញ្ញថៃបានសម្រេចចោទប្រកាន់លោកស្រីពីបទរំលោភលើបទដ្ឋានសីលធម៌យ៉ាងធ្ងន់ធ្ងរនិងធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ប្រទេសថៃ